អ្នកមានផ្ទៃពោះលហុងនិងម្នាស់ជាធម្មតាគាត់អត់ហ៊ានញ៉ាំទេមិនតែអូនឯងទេតែសម្រាប់បងហ៊ានញ៉ាំម្នាស់ក៏បងញ៉ាំលហុងក៏ញ៉ាំនេះផ្លែផ្លែផ្លែអាម៉ុនខ្ចីញ៉ាំមួយអំបិលម្ទេសនេះនេះតង្កឡនេះផលិតផលអាឡម៉ង់1 គីឡូនេះវាប្រហែលជា$6ជាង$7ចិត្តកន្លះគីឡូជាធម្មតាមិនថាលហុងមិនថាម្នាស់ឬក៏បន្លែផ្លែឈើអីផ្សេងទៀតទេជាធម្មតាពួកយើងញ៉ាំបានគ្រាន់តែថាយើងត្រូវចាំថាចេះបើសិនយើងចង់ញ៉ាំម្នាស់យើងមានបញ្ហាកាពះអត់អ្នកខ្លះកាពះក៏អត់សូវល្អក៏អត់គួរញ៉ាំតែបើយើងជាធម្មតាយើងញ៉ាំបានតាំងពីដើមទេគ្រាន់ពេលយើងមានផ្ទៃពោះយើងអត់ហ៊ានញ៉ាំអត់គួរគិតអញ្ចឹងឯងញ៉ាំទៅគ្រាន់ថាយើងកុំញ៉ាំច្រើនហើយជាធម្មតារបស់ដែលជូរយើងអត់គួរញ៉ាំនៅពេលយប់ទេឬមុនចូលដេកជាធម្មតារបស់ដែលជូរឧទាហរណ៍ដូចក្រូចម្នាស់ស្វាយខ្ចីអីអស់នេះក៏ដោយយើងគួរតែញ៉ាំនៅពេលព្រឹកឬក៏ពេលថ្ងៃឬរៀងរសៀលតែល្ងាចឬយប់យើងអត់គួរញ៉ាំទេអាហារជូរព្រោះអាហារហ្នឹងវាសម្បូរទៅដោយវីតាមីន C វាអត់ល្អសម្រាប់មុនចូលដេកទេហើយបើសិនយើងដឹងថាយើងមានផ្ទៃពោះអញ្ចឹងណាបើឃ្លានញ៉ាំទៅកុំតមច្រើនពេកតមទៅបាក់កម្លាំងអត់មានកម្លាំងមានកាហែងកូនយើងក៏អត់សូវល្អដែរគ្រាន់ថាពេលដែលយើងញ៉ាំយើងកុំញ៉ាំច្រើនពេកហើយអាហារបន្លែផ្លែឈើដែលយើងញ៉ាំច្បាស់ថាវាសុវត្ថិភាពគឺថាជារបស់អอร์แกនិកឬក៏បន្លែសុវត្ថិភាពហើយយើងញ៉ាំមានកម្រិតពេលខ្លះឧទាហរណ៍បុកល្ហុងចុះបើសិនយើងញ៉ាំកុំញ៉ាំច្រើនយើងញ៉ាំបន្តិចហើយយើងត្រូវច្បាស់ថាអ្វីដែលយើងញ៉ាំហ្នឹងកុំរសជាតិដិតពេកឧទាហរណ៍ហឹរពេកប្រៃពេកជូរពេកហើយដូចថាមានប្រហុកមានប្រអប់ដែលត្រូវដាក់ចូលក្នុងហ្នឹងបើសិនជាយល់ល្អយើងគួរធ្វើខ្លួនឯងយើងដាក់របស់ដែលយើងច្បាស់ថាវាឆ្អិនល្អហើយយើងលាយគ្រឿងកុំឲ្យដិតជ្រុលជាធម្មតាអត់មានបញ្ហាទេហើយកុំញ៉ាំច្រើនបើសិនជាយើងញ៉ាំទៅយើងមានអារម្មណ៍ថាអត់ស្រួលខ្លួនយើងគួរតែបញ្ចប់ពួកពេលខ្លះមិនប្រកាសថាមនុស្សទាំងអស់ដូចគ្នាទេអ្នកខ្លះគឺគាត់ញ៉ាំទៅមានបញ្ហាដោយសារតែសុខភាពគាត់ជាមួយនឹងកូនគាត់នឹងវាអត់ត្រូវជាមួយហ្នឹងអញ្ចឹងយើងញ៉ាំបន្តិចបើបន្តិចហ្នឹងអត់អីលើគ្រូយើងអាចលើសនឹងបន្តិចតែយ៉ាងណាក៏យើងត្រូវប្រយ័ត្នតែបើសួរថាញ៉ាំបានអត់ជាធម្មតាញ៉ាំបានហើយខ្ញុំហ៊ាននិយាយទៅអញ្ចឹងដោយសារខ្ញុំពេលនៅក្នុងប្រទេសដាណឺម៉ាកនេះប្រទេសនេះតើតមួយ healthcare ពិតជាល្អមែនតើអញ្ចឹងខ្ញុំមិនដឹងនៅស្រុកខ្មែរពេលគេប្រាប់ទៅអ្នកទង្ងន់មកទេប៉ុន្តែពេលនៅស្រុកនេះគេឲ្យញ៉ាំលើកលែងតែរបស់ដែលមិនឲ្យញ៉ាំតែច្បាស់ហ្មងឧទាហរណ៍ជាតិអាកុលគ្រឿងស្រវឹងជក់បារីឬក៏ប្រើគ្រឿងញៀនអាហារឆៅដែលអត់សុវត្ថិភាពឧទាហរណ៍យើងទៅញ៉ាំនៅអាហារជប៉ុនអីដែលស្តង់ដារខ្ពស់ដែលគេធានាសុវត្ថិភាពអានឹងក៏នៅតែញ៉ាំបានដែរទោះបីជាអាហារនឹងឆៅក៏ដោយតែឧទាហរណ៍យើងចង់បុកល្ហុងក្តាមប្រៃស្អីហ្នឹងពេទ្យគេ recommend ទេពពួកសាច់ឆៅតែបន្លែឆៅគឺញ៉ាំបានផ្លែឈើក៏ញ៉ាំបានដែរឲ្យតែច្បាស់ថារាងកាយរបស់យើងគឺអាចទទួលយកបានមុនពេលដែលយើងមានកូនអ្នកខ្លះគឺមនុស្សគាត់ញ៉ាំអត់បានទេដោយសារតែកាពះគាត់អត់ល្អអញ្ចឹងយើងដឹងច្បាស់ហើយថាហ្នឹងគឺយើងញ៉ាំអត់បានតែម្ដងមិនមែនពេលដែលយើងមានកូនឬអត់កូននោះទេដូច្នេះពេលខ្លះយើងគួរតមដោយគិតដែរមិនចិត្តតមឬខ្ញុំឃើញចាស់ខ្លះអានេះក៏មិនញ៉ាំអានេះមិនញ៉ាំហត់ហើយបើឃ្លានហើយមិនញ៉ាំពេលពិនិត្យសុខភាពខ្ញុំហើយគាត់ឃើញពេលខ្លះយើងខ្សោយយើងតាមខ្ញុំអត់តាមផងពេលខ្លះខ្ញុំនៅតែខ្សោយសារខ្ញុំស្គមមនុស្សស្គមអញ្ចឹងដល់ពេលមានកូនគេព្យាយាមឲ្យយើងញ៉ាំច្រើនណាទឹកដោះគោសាច់ខ្ញុំអត់សូវចូលចិត្តញ៉ាំសាច់ទេតែគេគ្រាន់ថាយើងព្យាយាមញ៉ាំអញ្ចឹងណាបន្លែផ្លែឈើគេថាកុំតមច្រើនពេកដោយសារតែខ្ញុំស្គមហើយយើងខ្សោយអញ្ចឹងគេចង់ឲ្យយើងញ៉ាំឲ្យបានច្រើនទីជាងតមកុំតមខ្លាំងពេកតមទៅតមមកកូនយើងសុខភាពអត់ល្អទៅវិញទេអ្នកខ្លះថាអូកុំញ៉ាំសាច់គោច្រើនពេកដូចខ្ញុំអញ្ចឹងក្របឈាមក្រហមខ្ញុំអត់សូវខ្ពស់ទេអញ្ចឹងគេចង់ឲ្យយើងញ៉ាំពពួកសាច់ក្រហមនោះដូចសាច់គោអញ្ចឹងប្តីខ្ញុំក៏ទិញម្ដងអញ្ចឹងទៅស្តេកសាច់គោម្ដង5-6 គីឡូញ៉ាំទៅញ៉ាំអស់ប្រាប់គាត់ក៏ទៅទិញទៀតគាត់និយាយក៏ហត់ដែរប៉ុណ្ណា